សួស្តីអ្នកក្លាហានជ្រុងសច្ចធម៌ទាំងអស់គ្នាស្វាគមន៍មកកាន់រឿងខ្យល់បក់ក្នុងរាជវង្សថាងភាគទី2ក៏សូមជូននៅដល់អ្នកក្លាហានទាំងអស់គ្នាផងដែរថាបើចង់មើលរូបភាពច្បាស់អាចចូលក្រុម VIP ជាមួយ admin បានឬចាស់យើងទាំងអស់គឺមាននៅក្នុងនោះគឺទាន់ភាគចិនអស់ហើយចុះសេរឿងវិញដើមសេរឿងនេះយើងបានលើសំឡេងត្រូដ៏ក្រលួញរន្ថើនជាមួយនឹងភាពស្ងួតស្ងាត់ចេញពីក្នុងផ្ទះសំណាក់មួយក្នុងនោះផងដែរគឺមានបរិសុទ្ធចំណាស់ម្នាក់កំពុងតែកូតត្រូនឹងតែម្ដងបាននិយាយបញ្ចូលតួគឺចូលតួសាហាវតែម្ដងស្ដាប់សំឡេងត្រូដ៏កំសត់នេះហើយមានផ្គរលាន់ភ្លៀងអីចឹងណាតែរំពេចក្រោយមកក៏លេចរូបរាងបរោះឥតកំបាំងម្នាក់ដោយឈុតខ្មៅនិងបិទមុខតាចាស់កូតត្រូក៏សួរទៅឯនៅទៅរកខ្ញុំឃើញសំខាន់បរោះគិតកោម្នាក់នោះគឺបានយកដាវតាចាស់នឹងចេញមកតែម្ដងតាចាស់ក៏ថានេះឯមិនយកដាវឯមកទេគិតកោក៏វាដើមមកឆ្វាច់ផ្ដាច់ជីវិតលោកតានឹងតែម្ដងដោយសាច់រឿងមិនឲ្យយើងដឹងថាពួកគេបានប្រយុទ្ធនេះអត់ទេដោយទិដ្ឋភាពសាច់រឿងរបស់យើងនឹងក៏កាត់មកពេលព្រឹកតែម្ដងសំឡេងអ៊ូសួរខ្សឹបខ្សៀវលោកម្ចាស់ហើយគាត់ប៉ះពាល់ជាមួយអ្នកណាណោះឥឡូវវាមានមួយនេះលេងស្ងប់ស្ងាត់ហើយបន្ទាប់មកសាច់រឿងក៏បានឲ្យយើងឃើញមន្ត្រីម្នាក់ដែលជាអ្នកដែលមកកត់របាយការណ៍នៅកន្លែងកាត់ហែននិងសួរទៅកាន់អ្នកពិនិត្យសាកសពតែពូវាំងតែយ៉ាងម៉េចដែរការងារនេះត្រូវចំណាយលុយបន្តិចហើយអញ្ញាធម៌ទាមទារឲ្យចាប់អក្រិតជនក្នុងរយៈពេល3ថ្ងៃអ្នកពិនិត្យសពវាងគឺនិយាយនឹងទឹកមុខពិបាកដែរគាត់ថាពិបាកខ្លាំងណាស់មុខលោកម្ចាស់ហើយគឺស្លេកដូចជាกระดาษអញ្ចឹងច្បាស់ណាស់គឺស្លាប់ដោយសារតែថប់ដង្ហើមតែបើពិនិត្យត្រង់ករបស់គាត់ឲ្យបានល្អិតល្អន់ទាំងទ្រូងទាំងថ្លើមទាំងខ្នងមានស្លាកស្នាមខ្សែរឹតពីលើនោះទេរាងកាយទាំងមូលមានភាពស្អាតស្អំគ្មានតម្រុយណានោះឡើយលោកមន្ត្រីក៏បានសួរទៅមានថាម៉េចចុះអ្នកពិនិត្យសាកសពក៏បានបន្តពិភពគុណនៅជាងហូលឬអញ្ចឹងលោកមន្ត្រីក៏បានថាអញ្ចឹងអានោះមិនជាយុទ្ធាធិការរបស់យើងទេបញ្ហាពិភពគុណត្រូវបញ្ចប់ដោយពិភពគុណខ្ញុំទៅតែឮថាមីងហុងបានដើរលេងក្នុងរាជធានីអ្នកពិនិត្យសំឮហើយក៏បានលាន់មាត់មីងហុងក៏ថាមែនហើយចាប់ស្លាប់ព្រោះចំណីមនុស្សស្លាប់ព្រោះទ្រព្យសម្បត្តិពួកគេសុទ្ធតែជាអ្នកពិភពគុណស្វែងរកប្រាក់រង្វាន់អ្នកពិនិត្យសពក៏សួរបញ្ជាក់អញ្ចឹងម្នាក់នឹងសួររអន់លោកមន្ត្រីក៏បានថាជាជនប្រមឹកម្នាក់គួរទៅទៀមស្រាលោកម្ចាស់ជូទៅគាត់ប្រកាសជានៅទីនោះឈុតបន្ទាប់បានមកដល់ទៀមស្រារបស់អ៊ំជួយបរិះម្នាក់បានផ្ដល់ថងប្រាក់មកឲ្យតុកតួប្រុសរបស់យើងខណៈពេលដែលគាត់នេះឈ្ងោកអូកនឹងស្រានឹងឯងហើយទៅចាប់មនុស្សទៅខ្ញុំប្រមូលប្រាយឯងអញ្ចឹងต้องធីងតួប្រុសរបស់យើងក៏ថានេះគឺជាលុយរកបានដោយរីករាយបរិះម្នាក់នោះក៏បាននិយាយទៅថាមិនទាន់ទេប៉ុន្តែឆាប់នេះឯងគ្មានអ្វីដែលអ្នកនាំសារខ្យល់របស់យើងមិនអាចសម្រេចបានទេឥឡូវនេះយើងបានបញ្ជាក់ឲ្យតើឆាងអានលក់យ៉ាងគាត់មិននៅទីនោះឡើយហើយគ្រូរបស់ឯងគួរតែលាក់ខ្លួននៅអ៊ីងចៅនេះតែម្ដងប្រហែលឆ្នាំនេះឯងបានទាមទារប្រាក់រង្វាន់ហើយឥឡូវនេះឯងគឺជាកម្ពុជាភ្នាក់ងាររបស់មិញហើការងារឯងប្រឹងប្រែងហត់យ៉ាងនេះបែរជាចំណាយលុយទៅអស់នេះដើម្បីរកគ្រូរបស់ឯងហីតើវាសមតម្លៃដែរទេអញ្ចឹងต้องធីងរបស់យើងវិញផឹកបណ្ដារកបណ្ដាខ្ញុំទៅរកគាត់ឲ្យឃើញគាត់ឲ្យលឿងក៏បានសួរបញ្ជាក់ហេតុបានជាឯងត្រូវទៅរកគាត់ចម្លើយជាមួយនឹងសម្រេចដ៏គួរខ្លាចគឺថាខ្ញុំចង់បានជីវិតគាត់ដល់អញ្ចឹងគាត់នឹងក៏បានលាតួប្រុសរបស់យើងទៅគាត់ថាគាត់នឹងគឺជាអ្នកទទួលប្រាក់ឲ្យតួប្រុសយើងដើម្បីស្វែងរកគ្រូតួប្រុសយើងឲ្យតួប្រុសយើងនឹងឯងតួប្រុសយើងគឺគេធ្វើការខាងស៊ើបអង្កេតកិច្ចកម្មអីអញ្ចឹងដើម្បីបានប្រាក់ហើយយកលុយនោះទៅជួលគាត់នឹងរកគ្រូឲ្យខ្លួនឯងអញ្ចឹងណាក្រុមហ៊ុនរបស់គេនេះមានឈ្មោះថាអ្នកផ្ញើសារខ្យល់ណាបងប្អូនគ្នាមុនទៅគេនៅសូត្រកំណាព្យទៀត admin ថែមកំណាព្យឲ្យ1000ម៉ាយធ្វើកិច្ចការនៅជាងហូធ្វើការជាមួយខ្យល់10000ម៉ាយស្គាល់អំពីពិភពលោកអាកំណាព្យនឹងគេសូត្រពាណិជ្ជកម្មឲ្យក្រុមហ៊ុនគេហ្នឹងឯងហើយឈ្មោះអាប៉ែកហ្នឹងក៏គេអត់បានប្រាប់ដែរឥឡូវអាប៉ែកហ្នឹងទៅឲ្យយើងមើលសកម្មភាពទូប្រុសយើងវិញយើងឃើញអាតុកក្បែរនោះពួកវាកំពុងតែសម្លឹងមកលុយទូប្រុសយើងនៅលើតុកហ្នឹងឯងសញ្ញោគ្នាហើយអាមួយហ្នឹងគេក៏បានដើរមកធ្វើជាសវឹងហើយយកអាទិនស្រាហ្នឹងពាំងថងលុយអញ្ចឹងណាហើយអាម្នាក់ទៀតដើរមកឆាបដើម្បីឲ្យទូប្រុសយើងចាប់អារម្មណ៍មើលខាងនោះខ្លួនឯងក៏យកដៃហ្នឹងយកលុយរបស់ទូប្រុសយើងគាត់នឹងធ្វើសុំទោសចឹងតុងធីងក៏អនុញ្ញាតឲ្យគេទៅតែគាត់នឹងដើរចេញទៅហើយគេថាបានលុយគេសប្បាយណាពួកហ្នឹងគឺតែខ្លួនឯងរួចខ្លួនហើយគឺតែទូប្រុសយើងអត់ដឹងទេបានលុយគេហើយគឺថាដើរលុយត្រេះលុយរបស់គេមានណាក្របព្រួយមកឆ្វាច់ថងប្រាក់ជាប់នឹងសសរហាងហ្នឹងទៅសំណួរក៏បានសួរទៅយ៉ាងម៉េចរាល់ថ្ងៃនេះគ្មានមនុស្សចេះគោរពមនុស្សទេពួកហ្នឹងមានអីដកក្បិតដកតបងមករៀងខ្លួនប្រាក់មានខ្លាចឲ្យទូប្រុសយើងតិចហើយលបងយើងដឹងស្រាប់ហើយអ្នកទាំងអស់គ្នាកាលពី10ឆ្នាំមុនសន្យាថាមិនប្រើក្បាច់គុណបណាទាំងអស់អញ្ចឹងរាល់ថ្ងៃហ្នឹងគឺមិនដែលប្រើក្បាច់គុណទេក្រៅពីអាក្បាច់សម្រាខ្លួនដូច្នេះគឺមិនដែលទៅចាប់ពួកមនុស្សអាក្រក់ឯណាតាមរយៈក្បាច់គុណផងឡើយលើនេះគឺថាគេមកលួចលុយរបស់ខ្លួនដូច្នេះទោះបីយ៉ាងណាក៏ប្រើវិជាខ្លះយ៉ាងហោចណាស់ក៏បានបាញ់ធ្នូហើយនឹងគប់អទិនស្រាដាក់ក្បាលពួកឯមួយពីរដែរអញ្ចឹងកំឡុងពេលប្រយុទ្ធជាមួយពួកចៅកពិចកប៉ុកនេះតួប្រុសយើងបានត្រឹមតែប្រើស្នៀតដែលអត់ចាំបាច់ដឹងតែពីកិច្ចហើយនៅវាយត្រឡប់ត្រឡិនដូចឈិនឡុងអញ្ចឹងទៅនៅតែអស់គ្នាក្នុងចិត្តគិតសម័យបណ្ដើទៅអតីតកាលធ្លាប់ចង់ធ្វើអ្នកក្លាហានពេលធំឡើងឥឡូវនេះមិនបានធ្វើអ្នកក្លាហានអីគ្រាន់តែការពីកញ្ចប់លុយខ្លួនឯងមិនចង់ទាំងបានផងបើទោះបីជាតុងធីងរបស់យើងមានភាពរហ័សរហួនមែនតែពួកនឹងគឺមិនដែលខ្លាចទេព្រោះមិនឃើញតួប្រុសយើងធ្វើពួកគេគ្រោះថ្នាក់ត្រង់ណានោះឡើយយ៉ាងច្រើនពួកគេរបួសតិចតួចដោយសារតែតួប្រុសយើងធាក់នេះធាក់នោះប៉ះគេអញ្ចឹងគេអត់ខ្លាចទេទោះគម្រាមយ៉ាងណាក៏ខ្លាចដែរដូច្នេះមានតែញ៉ាំដេញវាយតួប្រុសយើងរហូតហ្នឹងទៅតុងធីងរបស់យើងក៏មិនធ្វើមិនដែរនៅតគ្នាមានតែកំតិចកំទីរបស់របរក្នុងហាងដើម្បីរួចខ្លួននឹងឯងយ៉ាងណាក៏ដោយក៏បានធ្វើឲ្យគ្នាវារបួសជើងមួយផងដែរនៅតគ្នាដោយសារតែកំបិតគប់វាឆ្វាច់ចំអញ្ចឹងទៅហើយក៏បានរត់កិច្ចពីពួកនោះជាន់អាកំបិតលើផ្លូវអានឹងទៀតអានឹងស្រែកបកាច់លុតចុះលុតឡើងក៏បានឡើងទៅកាន់ជាន់ទី2នៃផ្ទះសំណាក់ពួកនឹងនៅសល់គ្នា2នាក់ឲ្យម្នាក់រត់ទៅខាងលើតាមរយអញ្ចឹងណា
អាស្គមនៅខាងលើនេះអត់ឃើញទូប្រុសមានណាឃើញទេអ្នកទាំងអស់គ្នាទូប្រុសតោងអាចគៀងគោមវិលខ្ញាល់បែកខ្នងមកខាគាត់ហ្នឹងពេលគាត់នឹងបែកខ្នងទូប្រុសយើងក៏ខំបវល់ជាគៀងគោមមកខាងនេះវិញចឹងតែអបិសង្គមក៏បានមើលមិនឃើញទេប៉ុន្តែយ៉ាងណាក៏ដោយជាគៀងគោមនៅកន្លែងហ្នឹងគឺវាមិនមាំអីវាទេដល់ពេលមនុស្សតោងមានអីឬក្រឹកអាកធាត់ក៏បានឃើញក៏ស្រែកទៅនោះខាងលើអើយគប់មកកាន់តង់ធីងក៏បានយល់ជាគៀងគោមគិចផុតអត់ដបងត្រូវគ្នាឯភុះតង់ធីរបស់យើងកំពុងតែធូរចិត្តហើយស្រាប់តែមានណាជាគៀងគោមចាប់ផ្ដើមរៀបដាច់ហ៎បាទធ្នឹមនៅចងជាគៀងគោមនឹងហ្មងមិនដាច់ទេចេះតែលោតទៅតោងជាគៀងគោមមួយបាក់មួយតោងមួយបាក់មួយមានអីសង្កត់សកិនបាក់ពេញនឹងអីអ្នកទាំងអស់គ្នាដំបងខ្លួនឯងជន់រងគ្រោះឥឡូវក្រឡាយជាជន់បង្កធ្វើឲ្យកន្លែងគេបាក់បែកខ្ទេចខ្ទីអស់ម្ចាស់ហាងខឹងដល់កដល់អញ្ចឹងគ្មានទេអ្នកអស់គ្នាមុនដំបងគិតតាពួកចោលឥឡូវគិតពីអ្នកផ្សេងគេខឹងទូប្រុសយើងដេញវាយដែរដល់មនុស្សកាន់តែច្រើនដេញវាយអ្នកទាំងអស់គ្នាលើកនេះគឺគិតឲ្យគ្រប់ទីកន្លែងសម្រាប់ខ្លួនផ្លេកផ្លាត់ចេះតែបាក់បន្តដល់ទៀតដែរកន្លែងតែវាមានមុខវាអត់សូវមានកន្លែងមាំជន់មួយបាក់មួយជន់មួយបាក់មួយបាក់ធ្នឹមច្រឡំឡើយពួកនោះមកដល់កន្លែងនោះធ្លាក់មកទាំងអស់គ្នាសង្កត់កងគ្នាទៅទូប្រុសយើងមកយកអលុយដែលខ្លួនឯងសល់ហ្នឹងឲ្យថ្លៃតូបគេខូចខាតហ្នឹងទៅហើយផឹកស្រាតទៀតទៅហិតឈ្ងុយមិនទាន់បានផឹកល្អផងអាធ្នឹមដែលខ្លួនធ្វើបាក់មើលធ្លាក់មកលើក្បាលប៉ាំងមានអីអាចគៀងគោមនឹងសង្កត់ក្បាលជាប់នៅក្នុងចង្គៀងគោមទៅហើយស្របពេលដែលលោកមន្ត្រីនឹងគាត់មករកទូប្រុសយើងឲ្យជួយស៊ើបក្តីឲ្យល្មមមានណាអ្នកទាំងអស់គ្នាឃើញថាមនុស្សកំពុងតែអ៊ូអពេញហ្នឹងមិនអ៊ូអសបាយអ៊ូអបាក់ដៃបាក់ជើងឲ្យមើលទៅដោយសារតែទូប្រុសរបស់យើងក៏មានរូបមួយដែលជាភ្នាក់ងាររបស់មីងហុងអញ្ចឹងទៅខាងមន្ត្រីនឹងក៏យកមកមើលមកហើយក៏អញ្ជើញទូប្រុសយើងទៅអញ្ចឹងឈុតបន្ទាប់ទៀតតុងទីរបស់យើងបានមកពិនិត្យសារសពហើយទីបំផុតគេក៏រកឃើញថាសារសពគឺមានរបួសដែលផ្លែដាវចាក់ទៅគឺវាល្អស្អាតសឹងថារោស្នាមមិនឃើញទេប៉ុន្តែយ៉ាងណាទូប្រុសអ្នកវិភពគុណគេបានរកឃើញស្នាមចាក់ហ្នឹងមើលជុំវិញក៏បានឃើញស្រោមដាវរួចហើយគេក៏នឹកឃើញព្រឹត្តិការណ៍នៃការប្រយុទ្ធមួយនេះតាមការសម័យនៅវិភាគរបស់គេដោយវិភាគថាឃាតករនេះប្រើដាវដោយប្រើដៃឆ្វេងព្រោះស្រោមដាវបោះមកខាងឆ្វេងតែការសម័យទូប្រុសយើងគឺមិនត្រូវទេបើប្រើដៃឆ្វេងត្រូវដៃស្ដាំដកស្រោមដាវមែនអត់តែបាច់ឆ្ងល់ទេស្ដាប់ការវិភាគបន្តទៀតហើយយកដាវចាក់ទៅកន្លែងគ្រោះថ្នាក់របស់ជនរងគ្រោះឲ្យចំចំណុចដែលមិនអាចហូរឈាមបានគឺប្លុកសរសៃឈាមនឹងឯងអញ្ចឹងហើយអ្នកដែលមិនមែនជាអ្នកភពគុណគឺមិនយល់អំពីរឿងនោះទេទើបមិនអាចរកឃើញអំពីស្នាមរបួសរបស់ជនរងគ្រោះម្យ៉ាងទៀតអាចចាក់ដាវពីក្រោយខ្នងជនរងគ្រោះបានមនុស្សម្នាក់នេះច្បាស់ជាស្គាល់គ្នាជាមួយជនរងគ្រោះហើយទើបអាចធ្វើសកម្មភាពបែបនេះបានគិតដល់ចំណុចនេះទូប្រុសយើងក៏ថាមិនត្រូវទេលោកមន្ត្រីក៏បានសួរថាមិនត្រូវត្រង់ណាទូប្រុសយើងក៏បានថាទៅម្ចាស់ជំនាញដើរនេះហេតុអីបានជាមកសម្រាប់ភ្ញៀវរបស់គ្រួសារអ្នកមានខាងត្បូងម្ល៉េះហើយគេក៏ឆ្ងល់ពីអត្តសញ្ញាណរបស់ជនរងគ្រោះទៅវិញក៏បានផ្ងាយជនរងគ្រោះមកមើលម្ដងទៀតការបើពិនិត្យឲ្យបានម៉ត់ចត់ក៏បានឃើញថានៅលើមុខរបស់គាត់ដូចជាមានស្នាមរបកទៅរបស់យើងក៏បានបកទៅក៏ដឹងថាហ្នឹងគឺជាស្រោមមុខខ្លាំងៗលើពីស្រោមមុខខ្លាំងៗនោះមុខពិតគឺជាគ្រូរបស់គេដែលគេខំរក10ឆ្នាំនឹងតែម្ដងមូធានហើយអ្នកទាំងអស់គ្នាការបើឃើញគ្រូរបស់ខ្លួនគឺភ្ញាក់ផ្អើលមែនទែនពិបាកបង្ហាញអារម្មណ៍ចំពោះមនុស្សរាល់គ្នាណាគេក៏សុំនៅតែម្នាក់ឯងនៅក្នុងបន្ទប់ហ្នឹងអញ្ចឹងគ្រប់គ្នាក៏បានចេញទៅទូប្រុសយើងនៅក្នុងបន្ទប់កាត់ហេតុតែម្នាក់ឯងលុតជង្គង់រអ៊ូតែម្នាក់ឯងតាំងពីតំបន់ខាងលិចរហូតដល់សមុទ្រខាងកើតពីហួយឈៀនដល់ហៃណានគេឈ្មោះលោកគ្រូត្រូវបានគេស្គាល់គ្រប់គ្នាលោកគ្រូម្លាក់ខ្លួនក្នុងជីងជើងគិតថាគ្មានអ្នកស្គាល់លោកគ្រូតាមមែនទេ10ឆ្នាំហើយតែលោកគ្រូមិនដឹងថាខ្ញុំនឹងគឺចំណាយពេល10ឆ្នាំទេអីអ្នកណាអាចស្លាប់លោកគ្រូបានទៅខឹងអើយខឹងក៏បានបិទភ្នែកឲ្យគ្រូចឹងទៅព្រោះគ្រូស្លាប់បិទភ្នែកអត់ចិត្តហ៎លោកក៏បានលើកសំឡេងខាងក្រៅស្រែកថាឃាតករដែលស្លាប់គាត់គឺប្រែដៃស្ដាំម្នាក់នេះរៀងរឹកលយតិចហើយដើរចូលមកសិតតែមានគេក្រាព្រំក្រហមឲ្យទៅគាត់ដើរចូលកន្លែងគាត់ហេតុបានកំដៅសង្ហាតុងធីងយើងក៏ឆ្ងល់ដែរមិនបានគេហ៊ាននិយាយថាឃាតករសម្រាប់ដៃស្ដាំប្រធាត់ថាត្រឹមត្រូវហើយទូប្រុសយើងក៏សួរទៀតហេតុអីគាត់នេះប្រុងតែឆ្លើយប៉ុន្តែគាត់ដើរទៅមុខអត់ទាន់កើតទេតើគេទាញក្រាលកំរាលព្រំទៅមុខទៀតបានគាត់ដើរទៅមុខបានការបលូតពីប៊ីផ្លោតជាមួយនឹងកំរាលព្រំមកដល់ហើយក៏បានថាមិនអត់យល់ទេអញ្ចឹងចាំគេបញ្យល់គេបញ្យល់ណាគេបញ្យល់ពីការវិភាគរបស់គេឲ្យទូប្រុសយើងស្ដាំបើឃាតករប្រើដៃឆ្វេងគេគួរតែកាន់ស្រោមដៃខាងស្ដាំហើយស្រោមដៃក៏គួរតែបោះទៅខាងស្ដាំដែរប៉ុន្តែទស្សនវិជ្ជាទូប្រុសយើងបានឃើញមុននេះគឺស្រោមដៃនៅខាងឆ្វេងតាហើយគេបន្តទីថាដូច្នេះហើយគឺសន្មតបានថាឃាតករប្រើដៃស្ដាំសម្រាប់គ្រូរបស់គេប្រថារបួសនេះគួរតែបង្កឡើងដោយអ្នកប្រើដៃឆ្វេងម្ល៉េះហើយស្ថានភាពគួរតែបែបនេះវិញគេសម័យណាគឺអ្នកដែលសម្រាប់នោះដើមឡើយគឺគេនៅពីខាងមុខលោតមកចាក់ចំពោះជនរងគ្រោះតែជនរងគ្រោះបានគេចផុតហើយការប្រយុទ្ធក៏ចាប់ផ្ដើមឡើងបែកគ្នារាប់សិបជុំជនរងគ្រោះនឹងគឺព្យាយាមបកស្រោមមុខជនដៃដល់មួយនោះតែបរិះមិនឲ្យគាត់ចាប់បានទេគេថយចុះថយឡើងគាត់ក៏ឆ្លៀតចាប់ម្ដងទៀតក៏ត្រូវគេធ្វើគាត់ស្លាប់ស្របពេលគ្រានឹងគាត់បានបកស្រោមមុខជនខិលខូចនោះបានហើយគាត់ដឹងពីគេទៅគាត់ស្លាប់បាត់ភ្នែកមិនចិនព្រោះតែហួសចិត្តនឹងឯងអាប៉ែតនឹងនិយាយម៉ាត់នឹងគឺសិតតែគ្រូជាប់មាត់ទូប្រុសយើងក៏បានសួរបណ្ដោះឲ្យម្ដងទៀតថាលោកមិននិយាយចេះទេមិននិយាយទេចង់បានអាពាក្យម៉ាត់ទៀតមុននេះខ្ញុំលើហៅគាត់ថាគ្រូឯងគាត់នឹងដកស្លឹកប្រាក់មកណែនាំខ្លួនថាខ្ញុំមានតកូលជូឈ្មោះថាបៃឈូជូបៃឈូឪពុកខ្ញុំជាស្ថិភាពខាងត្បូងជូស៊ីឈៀនហើយគាត់ក៏យកខ្ញុំធ្វើជាគ្រូអស់រយៈពេល10ឆ្នាំហើយឥឡូវនេះទទួលស្លឹកប្រាក់ហើយក៏និយាយ
ជាមួយបច្ឆិវថាឯកសិស្សប្អូនខ្ញុំឬក៏ហៅសិស្សប្អូនឬឆ្ងល់ដែរពេកមកបន្ទាប់មកពួកគេក៏បានមកបញ្ចុះសពគ្រូតែបញ្ចុះសពអារបៀបអ្នកក្រីក្រដល់អញ្ចឹងទៅពេធាត់គេកូនអ្នកមានគេក៏និយាយអាពិធីបុណ្យសពមិនធ្វើចេះមិនធ្វើចោះសាច់ច្បងគេក៏បាននិយាយជាមួយសិស្សប្អូនទៅថាសិស្សប្អូនណានិយាយជាអ្នកភពគុណនោះគឺមិនចាំបាច់ធ្វើរឿងបែបហ្នឹងទេហើយសិស្សប្អូនក៏បានសួរទៀតឃើញទូប្រុសយើងស្លៀកឈុតកាន់ទុកបែបមនុស្សធម្មតាអញ្ចឹងបែបបានសាច់ច្បងស្លៀកពាក់អញ្ចឹងតុងធីយើងក៏ឆ្លើយទៅកាន់បច្ឆិវទៅគាត់ជាគ្រូយើងជាសិស្សជាស្លៀកទៅបច្ឆិវក៏ថាក្រែងនិយាយមិញថាអ្នកភពគុណមិនបាច់ធ្វើអញ្ចឹងទេអីតុងធីយើងក៏បានថាប៉ុន្តែពេលនេះគាត់ស្លាប់ហើយបច្ឆិវក៏សួរបញ្ជាក់ទៀតឲ្យចោះបើគាត់ស្លាប់យ៉ាងម៉េចតុងធីខឹងបោកกระดาษប្រាក់ជូនក្នុងភ្លើងដែលនិយាយថាដោយវិធីនេះខ្ញុំខ្លាចជាសិស្សរបស់គាត់រហូតអញ្ចឹងណាដល់គ្មានវិធីផ្ដាច់ទំនាក់ទំនងគ្រូសិស្សអញ្ចឹងណាយើងដឹងហើយបានចង់ផ្ដាច់ទំនាក់ទំនងនោះហើយបច្ឆិវលឺអញ្ចឹងក៏ចាប់ដើមយំអញ្ចឹងខ្ញុំជាសិស្សរបស់គាត់រហូតគាត់ជាគ្រូខ្ញុំរហូតដែរអញ្ចឹងអីសាច់ច្បងក៏បានងួរក្បាលសិស្សប្អូនក៏បានទាញទូប្រុសយើងចេញគេក៏បានយំគោះមុខភ្នោទៅលោកគ្រូសងប្រពន្ធខ្ញុំវិញឬសួរគាត់នឹងទាឲ្យគ្រូសងប្រពន្ធវិញទូប្រុសយើងក៏យល់ច្រឡំថាគ្រូនឹងគឺជាជនខូចខលខូចយកប្រពន្ធរបស់សិស្សអីចឹងណាខឹងខ្លាំងចង់ជីកភ្នោប៉ុន្តែបច្ឆិវគេក៏បានខាត់តុងធីរបស់យើងតែខាត់មិនឈ្នះណាតុងធីរបស់យើងណាគេក៏បានក៏វិញបច្ឆិវចេញរកជីកទៅហើយតែសំណាងល្អដែរបច្ឆិវគេចេះមកស្នៀតដល់អ្នកគ្នាគឺស្នៀតចាប់ជីបចោជ្រឹបជាប់ឆ្កឹងការបាតុងធីយើងស្គប់ឆ្កឹលចឹងហើយទៅគេបានប្រាប់រឿងកាលពី10ឆ្នាំមុនគេជាទេពកសលគណិតវិជានៅលីងណានព្រោះទេពកសលនេះហើយទេពគ្រួសារគេបកគលមរតកឲ្យគេគឺជាអ្នកស្នងមរតកមួយរយៈក្រោយមកក៏បានរៀបការជាមួយនឹងកូនស្រីនៃគ្រួសារលក់នៅអាជាងណានការបើឃើញសម្រាប់កូនកំមុំភ្លាមគេក៏ចាប់ផ្ដើមស្រឡាញ់មកម្នាក់ឈ្មោះឈៀវថងគិតថានឹងជាគូស្នេហ៍ប្រចាំចិត្តប្រចាំជីវិតរបស់គេនឹងឯងចំណែកលោកគ្រូរបស់គេវិញនឹងគឺមានអំណរមួយទៀតគឺអត់ចោលកូនសិស្សរវល់នឹងស្នេហាខ្លាំងពេកចង់មករៀនក្បាច់គុណថ្មីឲ្យកូនសិស្សទាំងអស់គ្នាហើយជាស្ដែងគឺថាទឹកបៃឈៀវគេចូលចិត្តខាងគណិតវិទ្យាជាមួយសាមញ្ញចូលចិត្តក្បាច់គុណទេអញ្ចឹងហើយលោកគ្រូនោះគឺមានអំណងចង់បរិបប្រាស់កូនសិស្សជាមួយនឹងប្រពន្ធម្ដងក៏បានបង្ហាត់វិជ្ជាសម្ងាត់សម្រាលខ្លួនទៅឲ្យឈៀវថងប្រពន្ធហ្នឹងនិយាយពាក្យឈៀវថងក៏បច្ចេកក្បាច់គុណខាងសម្រាលខ្លួននឹងហើយក៏បានដាក់មេប្រួយរត់ចោលប្តីទៅស្រុកវិញបាត់រៀបរាប់បាច់អូហូស្ទឹងឲ្យបៃឈៀវក៏បានជន់លើភ្នោគ្រូស្រីថាទេមកទៅហឹងហ្មងដាប់សាច់រឿងរបស់បៃឈៀវទូប្រុសយើងក៏គិតក្នុងចិត្តដែរនេះពិតជាសមនឹងគ្រូសិស្សមែនឬភាសារឿងរបស់យើងក៏កាត់មកសត្រូវរបស់មូធានហៅទាំងអបានម៉ានពួកគាត់បានដឹងអំពីដំណឹងមូធានហៅស្លាប់គឺសប្បាយចិត្តខ្លាំងណាស់តែក៏មិនសូវសប្បាយចិត្តដែរព្រោះមិនបានស្លាប់ផ្ទាល់ដៃមិនគួរមនុស្សចឹងស្លាប់ងាយៗចឹងសោះម្នាក់ចង់ធ្វើទរណកម្មឲ្យអស់ចិត្តរំសាយកំហឹងរបស់គេសិនចឹងណាហើយរូបភាពយើងក៏កាត់មកហាងអាចោថៃហាងកាលពីដើមភេទដែលប្រយុទ្ធមួយទូប្រុសយើងដើមហេតុធ្វើគេដឹងឲ្យទូប្រុសយើងចេះក្បាច់គុណច្រើនហ្នឹងគឺកំពុងតែប្រយុទ្ធជាមួយនឹងសិស្សបាក់ត្រឹមត្រូវដែលតាមចាប់ខ្លួនពួកចៅគេហ្នឹងហើយពួកនឹងសិស្សអន់អង្វាត់ឈ្នះអាមេក្រុមចៅថៃហាងហ្នឹងទេអញ្ចឹងមុនអាប៉ែតនឹងងាប់ភេទនេះយើងត្រូវស្គាល់ឈ្មោះទៅអាប៉ែតនេះឈ្មោះទូនថឹងស្លាប់សិស្សបាក់ត្រឹមត្រូវអស់ប្រមាណអ្នកចឹងទៅអាសិស្សម្នាក់ទៀតស្រែកហៅឈ្មោះទូនថឹង10ឆ្នាំមុនឯងស្លាប់សិស្សបាក់ធានសាន់បាត់ល្មើសមិនអាចលុបលាងបានថ្ងៃនេះយើងនៅរយយុទ្ធធម៌ហើយក៏នាំគ្នាមកប្រយុទ្ធមួយទូនថឹងគេកថាយើងចង់ស្លាប់មនុស្សណាប្រឈប់យើងបានគ្នាលើ4 10នេះមានតែឈ្នះទូនថឹងម្នាក់នោះទេនៅតែអស់គ្នាគឺថាទូនថឹងកាប់ចាក់ងាប់តខ្ទេចឡើងលយនិយាយតែគាត់នឹងគឺស្លាប់មនុស្សសបាយចិត្តមែនតើគេធ្វើក្អឺអស់ទោះស្លាប់ហើយយកដាវទៅជូតឈាមនឹងអាវអ្នកស្លាប់ទៀតតែស្លាប់ជន់កពិចកបុកគឺកំតាន់អាលអូនស្រាប់តែលឺសំឡេងមនុស្សដើរចូលមកជាមួយនឹងអាប់អ៊ូគាត់នឹងចាប់បានភ័យសួរណាគេវើយបរិះម្នាក់នោះគឺថាដើរចេញមកពីកន្លែងងងឹតជាមួយនឹងផ្សែងអាប់ពណ៌ខ្មៅពោពេញត្រូវចំហាយពីខៀតចេញមកសំឡេងនោះក៏បាននិយាយថាសាលកំបិត36ថៃហាមានកំបិត4ស្ដេចតោទន់ថឹង10ឆ្នាំមុនលើភ្នំចុងណានឯបានចាញ់ស្នៀតដាវទលេតារាធ្លាក់ក្នុងពេលរាត្រីទន់ថឹងកាប់មកឃើញបរិះម្នាក់នេះហើយក៏បានលាន់មាត់ឡើងដាវទលុះមេឃទាំង9គង់ធានជីងបន្តទៀតថា10ឆ្នាំក្រោយមានអ្នកដែលចេះស្នៀតដាវទលេតារាធ្លាក់ពេលរាត្រីត្រូវបានវាយប្រហារដល់ឯងស្ដេចតោទន់ថឹងភ័យណាស់ក៏បានបញ្ជាកូនចៅឲ្យចូលទៅសម្លាប់គេទៅកូនចៅទាំងពីររបស់គេបានចូលមកប៉ុន្តែគ្មានធ្វើអ្វីឲ្យកងធានជីងមានការព្រឺរោមឬក៏ដកស្រោមដាវនោះទេគឺវាយផាំងកូនចៅស្លាប់អស់ហើយស្ដេចតោទន់ធីងគឺមិនអាចទៅណាបានទេមានតែចូលប្រយុទ្ធនោះឯងខណៈពេលដែលកងធានជីងក៏បានដកដាវចេញមកធ្វើការប្រយុទ្ធជាមួយនឹងគេការសម្រាយរឿងតាក់ទងនឹងក្បាច់គុណគឺមិនដូចយុទ្ធសិលទេខាងយុទ្ធសិលគេអាចស្រែកឈ្មោះយុទ្ធសិលរបស់គេណាយើងក៏ស្រែកតាមអញ្ចឹងទៅប៉ុន្តែក្បាច់គុណគឺអត់សូវប្រើឈ្មោះប្រើទៅគឺ action សុទ្ធតែម្ដងអញ្ចឹង admin នឹងពិពណ៌នាអាការវាយទាត់ធាក់នឹងមិនត្រូវឡើយជាស្ដីវីដេអូនៅ YouTube រត់តែពិបាកមើលហើយបើចង់មើលរូបច្បាស់មើលក្នុង Telegram ក្រុម VIP មកកាប់ចុះកាប់ឡើងកងធានជីងគេក៏បានបញ្ចេញស្នៀតដាវទន្លេតារាធ្លាក់ពេលរាត្រីដែរអ្នកទាំងអស់គ្នាទូនថឹងដល់អញ្ចឹងគេខឹងមែនតែនគេគឺស្អប់អាអ្នកដែលប្រើស្នៀតនឹងឯងគេក៏បានថាអញ្ចឹងឯងមិនបាច់ទុកជីវិតទេងាប់តើកាប់ចុះកាប់ឡើងគឺថាយើងបានឃើញថាស្ដេចតោទូនថឹងគេមានព្រៀបអ្នកទាំងអស់គ្នាព្រោះគេចេះក្បាច់ទប់ទល់វារួយហ្នឹងប៉ុន្តែអ្វីដែលសំខាន់នោះកងធានជីងមិនមែនប្រើតែស្នៀតនឹងមួយណាគឺគេបានបង្កប់ពុះពឹសមួយនៅនឹងដងដៅរបស់គេហើយក៏ថាខ្ញុំមិនមែនជនបរាជ័យនោះទេការចាប់ខ្លួនឯងវាគឺជាការផ្ដល់ឲ្យវិមានយានុអាចបញ្យល់បានពុះពឹសក៏បានចេញមកចឹកអាគាត់នឹងបដ យសំខាន់អាគាត់នេះគឺលួចក្បាច់ដៅរបស់គេនឹងដែរប៉ុន្តែស្លាប់បែកធុនធឹងដោយប្រើពុះពឹសរបស់ខ្លួនហើយគេបន្តទៀតថាអរគុណឯងច្រើនហើយដែលជួយដោះស្រាយបញ្ហាខ្ញុំជាច្រើននិយាយប៉ុណ្ណឹងហើយក៏បានយកទួនធឹងដាក់លើសេះទៅកាន់វិមានយានុដែលបន្តថាខ្ញុំយកឯទៅវិមានយានុនឹងទុករាងកាយឯងដដែលអញ្ចឹងអេដមីនអាចទូទាបានថាសើអាគាត់នឹងឲ្យសម្រាប់គ្រូទូប្រុសយើងហើយក៏ព្យាយាមប្រើក្បាច់គុណនឹងសម្រាប់អាគាត់ទួនធឹងទៅដើម្បីទម្លាក់មហោឲ្យទូប្រុសយើងនឹងហើយលុបអាដានពុះចឹកអីចឹង
ងទៅគឺអាចបានដែរអ្នកនរគ្នាតែនៅតាមផ្លូវយើងបានឃើញថាជំនាញរបស់យើងនៅលើចុងរស័យកងធានជីងក៏ថាតើសិស្សប្អូនលៀនខានជប់នេះយូរហើយនាងក៏បានថាឯងបានក្បត់បៈធានសានច្រើនឆ្នាំហើយកុំហៅខ្ញុំថាសិស្សប្អូនរបស់ឯងហើយគ្មានសិទ្ធិឡើយកងធានជីងក៏បានថាការប្រកួតដើរលួចយ៉ាងជិតមកដល់ហើយហើយឯងបាននិយាយក្នុងពីរឿងសោកសៅបែបនេះលប្អូនលៀនចុះពីព្រំធានសាលើកនេះខ្ញុំសន្មតថាកំពុងតែឆ្ពោះទៅកាន់លួចយ៉ាងដើម្បីសប្បាយហើយស្រីសាររបស់យើងក៏បានថាថ្មីនេះសិស្សបៈធានសានដែលស្គាល់ជំនាញដើរទន្លេតារាធ្លាក់ពេលរាត្រីនោះគឺត្រូវបានស្លាប់ម្ដងមួយខ្ញុំចុះមកដើម្បីចាប់ជុតល្មើសដោយគោះកទួនធឹងម្ដៅកងធានជីងក៏បានថាវាមានយានូរបស់ខ្ញុំបានចាប់ខ្លួនជនល្មើសទួនធឹងហើយតើហើយក៏ប្រគល់គេទៅឲ្យសាលពីនៃនេះពិភពគុណដែរស្រីស្អាតរបស់យើងដកដាវបណ្ដានិយាយបណ្ដាថាទ្រព្យសម្បត្តិបៈធានសានខ្ញុំនិយាយវិញនៅថ្ងៃនេះជាមួយនឹងចំហាយដាវរបស់នាងគឺស្ដាមរស័យចាប់ផ្ដើមជ្រុះស្លឹកកំឡោះមុខការចំហាយពីខៀតពេញខ្លួនដកដាវមកប្រើនៅចំហាយស្នៀនដើរទន្លេតារាធ្លាក់ពេលរាត្រីជាមួយគ្នាដល់និយាយថាខ្ញុំរំលឹកនេះចោះដើរទន្លេតារាធ្លាក់ពេលរាត្រីរបស់នាងប្រហែលជាគ្មានប្រសិទ្ធភាពនោះទេមួយជំហានទៅមួយជំហានឆ្ពោះមករកគ្នាប្រសិទ្ធភាពក៏ដូចជាឥទ្ធិពលនៃដាវបុកគ្នាអត់ទាន់វៃនេះបងកូនចៅកំពុងតែហោះធ្លាក់មកលើក្ដុកហើយពួកគេក៏ចាប់ផ្ដើមធ្វើការប្រយុទ្ធគ្នាតែម្ដងដើរទន្លេតារាធ្លាក់ពេលរាត្រីរបស់ពួកគេគឺប៉ះគ្នាទូទាំងបូករួមជាមួយនឹងក្បួនសម្រាខ្លួនលើចុងរស័យប៉ងមកដល់មាត់ជ្រោះបន្តិចកងធានជីងប៊ីធ្លាក់ទៅឲ្យស្រីស្អាតលោតមកកាប់គេក៏បានគេចផុតវិញហើយក៏បានធ្វើការវាយបកទុងទាំងវិញទៀតកម្លាំងរបស់គេធ្វើឲ្យនាងប៉ាំងថយក្រោយលោតមកទុំចុងរស័យវិញចឹងទៅកងធានជីងក៏បានលោតផ្លោតមកទុំចុងរស័យមួយដែរសម្លឹងមើលមុខគ្នារហូតដល់សាច់រឿងរបស់យើងក៏បានស្លេះត្រឹមនឹងឯងយើងជួបគ្នានៅវីដេអូក្រោយបាយ